សូមត្រៀមបាច់នឹងกระดาษដើម្បីកត់គ្រឿងផ្សំមុខម្ហូបនៅក្នុងថ្ងៃនេះត្រីប្រមាអបត្រប់ផ្នែកសាច់គឺមានដូចជាត្រីប្រមាយើងយកទៅចិញ្ច្រាំលាយជាមួយនឹងសាច់ជ្រូកចាស់ហើយនឹងត្រប់យើងយកទៅដុតបកសម្បកវាចេញផ្នែកបន្លែគឺមានដូចជាជីនាងវងចាម្ទេសដៃនាងពណ៌ក្រហមហើយនិងស្លឹកខ្ទឹមគ្រឿងផ្សំគឺមានដូចជាផលិតផលម្សៅស៊ុបរ៉ូឌីនាងខ្ញុំជ្រើសរើសយករសជាតិសាច់ជ្រូកនិងទឹកប៉េងប៉ោះ KK ខ្ទឹមសចិញ្ច្រាំម្រេចបុកទឹកប្រេងខ្យងស្ករសនិងប្រេងឆាត្រូវយកឆ្នាំងដីនេះចាដាក់នៅលើចង្ក្រានចារួចហើយដាក់ប្រេងចូលចាព្រោះថាយើងត្រូវការទុកឆ្នាំងនេះឲ្យក្តៅចាយើងបើកភ្លើងចោលរួចហើយយើងយកខ្ទះដើម្បីយកមកឆាចាចាយើងលីងខ្ទឹមនេះចាឲ្យវាឡើងក្លិនឈ្ងុយសិនរួចហើយចាំយើងផ្សំនៅគ្រឿងផ្សំជាបន្តបន្ទាប់ដល់នៅក្នុងនោះគឺយើងយកលទ្ធផលទឹកពេញប៉ោះ KK ចាគឺដាក់ចូលនៅក្នុងមុខម្ហូបរបស់យើងរួចហើយកុំភ្លេចចាលោកអ្នកត្រូវបង្កើនឲ្យអាហាររបស់យើងរឹតតែមានរសជាតិឆ្ងាញ់ចាគឺផលិតផលម្សៅស៊ុបរ៉ូឌីនាងខ្ញុំជ្រើសរើសយករសជាតិសាច់ជ្រូកចាដែលនៅក្នុងនោះបន្ថែមបន្តិចទៀតចាគឺផលិតផលប៊ីចេងអាជីណូបន្តុចាគឺយើងដាក់តែបន្តិចតែប៉ុណ្ណោះចាហើយនឹងចាម្រេចចាហើយនឹងស្ករដើម្បីបង្កើនរសជាតិនៅពេលដែលលោកអ្នកចង់បានរសជាតិផ្អែមចាហើយចង់បានរសជាតិប្រៃបន្តិចចាគឺយើងអាចថែមនៅទឹកប្រេងខ្យងចារួចហើយយើងយកសាច់ជ្រូកហើយនឹងត្រីប្រមាចាដែលយើងបានចិញ្ច្រាំចូលគ្នានេះយកមកឆាយើងដាក់ទឹកចូលបន្តិចចាយើងរំលាយវាឲ្យសាច់នេះកុំឲ្យវានៅមូលភ្នែកដុំឲ្យវារីរាយចាបើស្ទើររសជាតិអ្វីចាគឺយើងបន្ថែមដូចជាស្ករព្រោះថាមុខម្ហូបនេះត្រូវការឲ្យរសជាតិផ្អែមបន្តិចចាហើយនឹងបន្ថែមចាផលិតផលចាទឹកប៉េងប៉ោះ KKចាបន្ទាប់ពីរសជាតិល្មមហើយចាគឺយើងត្រូវដុសឆ្នាំងដីដែលយើងបើកឲ្យបានក្តៅខ្លាំងចានៅលើចង្ក្រាននេះកុំឲ្យក្តៅខ្លាំងពេកចាគឺគ្រាន់តែថាឲ្យឆ្នាំងដីរបស់យើងក្តៅតែប៉ុណ្ណោះឯងរួចហើយយើងចាយកមកដាក់នៅក្នុងឆ្នាំងដីរួចហើយយើងយកត្រប់ដែលយើងបានអាំងវាជាស្រេចនេះចាយើងកាត់ចម្រៀកបំបែកវារួចហើយយើងយកមកតម្រៀបនៅលើមុខម្ហូបរបស់យើងនេះចាតែប៉ុណ្ណេះគឺជាការស្រេចហើយចាយើងបើកភ្លើងឲ្យវាពុះបន្តិចនៅលើឆ្នាំងដីរបស់យើងនេះរួចហើយយើងតុបតែងចាដូចជាចាយើងយកគល់វាចាពង្រាយវាសងខាងចាប៉ុណ្ណេះគឺជាការស្រេចចាលោកអ្នកបានឃើញហើយចាំមុខម្ហូបមួយចាននេះដែលនាងខ្ញុំបានធ្វើត្រីប្រមាអបត្រប់ព្រោះថាមុខម្ហូបនេះត្រូវការប្រើឆ្នាំងដីនៅពេលដែលលោកអ្នកចារៀបនឹងទទួលទានគឺយើងបើកភ្លើងដើម្បីកម្ដៅបន្តិចចាព្រោះថានឹងមានកម្ដៅនេះនៅក្នុងអាហាររបស់យើងព្រោះថាឆ្នាំងដីគឺកាលណាយើងធ្វើឲ្យក្ដៅទៅគឺវាងុំល្អហើយនៅពេលដែលទទួលទានទៅគឺអាហាររបស់យើងនៅតែក្ដៅដដែលចាព្រោះថាហ៊ានធានាថារសជាតិមុខម្ហូបមួយនេះឆ្ងាញ់ហើយប្លែកចាអ្វី